កូនហែកសភៅខំសភៅគៀមសភៅឲ្យតែបានសភៅមកគឺដឹងតែហែកអញ្ចឹងប៉ាម៉ាក់ត្រូវធ្វើម៉េចប៉ាម៉ាក់ណាខ្លះដែលជួបអារម្មណ៍បែបហ្នឹងដែលគ្រាន់តែទិញសភៅមកមិនទាន់បាន3នាទីផងកូនចាប់ផ្ដើមហែកសភៅខំសភៅតម្លាក់សភៅចោលអស់លេងបាទជាការពិតណាស់ក្មេងៗពី1ឆ្នាំរហូតដល់3ឆ្នាំគឺគាត់ចូលចិត្តស្វែងយល់ឬក៏ចាប់ផ្ដើមស្វ័យសិក្សាតាក់ទងជាមួយនឹងការហែកបាទដោយសារតែការហែកគឺគាត់ឮសំឡេងពេលដែលគាត់ហែកទៅគាត់មានអារម្មណ៍ថាជុំអានឹងអីគេគាត់ឆ្ងល់គាត់ចាប់ផ្ដើមស្វែងយល់ថាពេលដែលគាត់ហែកទៅឮសំឡេងអញ្ចឹងហើយគឺជាចំណងមួយដែលកូនក្មេងគាត់តែងតែហែកសភៅឬក៏ខំលក្ខណៈថាថ្មិញតំតែមានថ្មិញឬក៏តំតែដោះថ្មិញអីចឹងទៅគាត់ចូលចិត្តយករបស់ហឹងអីយកមកខំហើយទាំងអស់នឹងដែរមិនមែនមានន័យថាគាត់មិនស្រឡាញ់សភៅទេគ្រាន់តែគាត់កំពុងតែស្វែងយល់ឬក៏ដំណើរការនៃជីវិតរបស់គាត់នឹងពីដំណាក់កាលទៅវាត្រូវតែស្វែងយល់សិក្សាទៅលើចំណុចតូចទាំងអស់ហ្នឹងតើយើងអាចធ្វើមកជួយគាត់បានទី1ប៉ាម៉ាក់ទាំងអស់គ្នាអាចអានសៀវភៅជាមួយនឹងគាត់រាល់ពេលដែលប៉ាម៉ាក់ទិញសៀវភៅឬក៏ទិញអីក៏ដោយគឺព្យាយាមនៅជាមួយនឹងគាត់បង្រៀនគាត់ហើយពេលដែលឃើញគាត់មានសកម្មភាពប៉ុណ្ណឹងប៉ាម៉ាក់អាចចាប់ដៃគាត់មកហើយប្រាប់គាត់ថាកូនត្រូវតែស្រឡាញ់សៀវភៅពេលដែលជានិច្ចការម្ដងបន្តិចគាត់នឹងស្វែងយល់ថាគាត់អត់គួរតែហែកទេដោយសារតែគាត់យើងបរៀនគាត់ឲ្យគាត់ស្រឡាញ់សៀវភៅហើយទី2ប៉ាម៉ាក់ត្រូវធ្វើជាគំរូបាទពេលដែលប៉ាម៉ាក់អានសៀវភៅមុខគាត់ឬក៏កាន់សៀវភៅហ្នឹងមកអានជាមួយនឹងគាត់ជារៀងរាល់ថ្ងៃជាប្រចាំនោះគាត់នឹងអាចសង្កេតមើលតើសកម្មភាពរបស់យើងគាត់មិនមែនត្រឹមតែឮសលេងរបស់យើងទេគាត់មើលសកម្មភាពរបស់យើងអញ្ចឹងពេលដែលប៉ាម៉ាក់កាន់សៀវភៅអានជាមួយនឹងគាត់នឹងស្វែងយល់ថាអូពេលដែលមានសៀវភៅគឺគាត់ត្រូវតែអានឬក៏គាត់ត្រូវតែមើលគាត់អត់ចាំបាច់ត្រូវតែហែកទេអញ្ចឹងទី3ដែរគឺជា board book មានន័យថាសៀវភៅដែលមានកម្រាស់ក្រាស់ប៉ាម៉ាក់អាចស្វែងរកនៅកន្លែងដែលមានលក់សៀវភៅហើយបើសិនជាប៉ាម៉ាក់ចង់បានក៏ខ្ញុំមានលក់ដែរហើយអញ្ចឹងដែរនេះគឺជាវិធីសាស្ត្រសាមញ្ញងាយដែលប៉ាម៉ាក់អាចបង្រៀនគាត់បានហើយមិនចាំបាច់ខឹងគាត់ឬក៏ស្ដីឲ្យគាត់ឬក៏ថាទៅទិញសៀវភៅថ្ងៃក្រោយអត់ទិញឲ្យទេដោយសារតែកូនហែកបាទទាំងអស់ហ្នឹងគឺជាទម្លាប់របស់គាត់អញ្ចឹងប៉ាម៉ាក់អាចកែទម្លាប់របស់គាត់បានដោយអាចនិយាយដោយទន់ភ្លន់ផ្អែមល្ហែមលក្ខណៈថាបែបបញ្យល់គាត់មិនមែនស្ដីឲ្យគាត់ទេដែលយើងប្រាប់គាត់ថាសៀវភៅគឺជាសៀវភៅដែលមានតម្លៃសម្រាប់កូនរៀនហើយកូនអត់ត្រូវហែកសៀវភៅទេអញ្ចឹងដូចខ្ញុំបានបញ្ជាក់ប្រាប់ប៉ាម៉ាក់ទាំងអស់គ្នាអញ្ចឹងអ្វីដែលសំខាន់នោះពេលដែលប៉ាម៉ាក់នៅឲ្យគាត់មិនមែនទុកគាត់ចោលឲ្យគាត់មើលសៀវភៅតែឯងទេប៉ាម៉ាក់ត្រូវតែនៅជាមួយនឹងគាត់ដើម្បីការពារពេលដែលគាត់ហែកនឹងឯងអញ្ចឹងពេលដែលឃើញសកម្មភាពនោះភ្លាមប៉ាម៉ាក់ត្រូវបញ្ឈប់គាត់ភ្លាមដោយយើងណែនាំគាត់មិនមែនស្ដីឲ្យគាត់ឬក៏វាយគាត់ទេអញ្ចឹងប៉ាម៉ាក់កុំបារម្ភក៏ដូចជាមានការក្តីរអាក្នុងការទិញសៀវភៅជូនកូនដោយសារតែសៀវភៅគឺជាចំណេះដឹងមួយដែលគាត់អាចស្វែងយល់ពីប៉ាម៉ាក់ក៏ដូចជាពេលវេលាដ៏ល្អដែលប៉ាម៉ាក់បង្កើតជាមួយគាត់ពេលដែលអានសៀវភៅអញ្ចឹងប៉ាម៉ាក់ទាំងអស់គ្នាចូលចិត្តវីដេអូបែបនេះកុំភ្លេចចែកម្លែកយើងនឹងជួបគ្នានៅវីដេអូក្រោយ